សួរលោកគ្រូក៏ដូចជាបងប្អូនទាំងអស់គ្នាដែលមើលវីដេអូនេះខ្ញុំមកពីក្រុមទី8ដែលមានសមាជិកក្រុមបងរសុនបងរុនសុវលៈនិងខ្ញុំស៊ិនកៅសវណ្ណដែល project របស់ខ្ញុំនឹងធ្វើតទៅនឹង student management system នេះគឺជា team work របស់ខ្ញុំសមាជិកហើយនេះគឺជា project objective ដែលនៅក្នុងនោះគឺនៅពេលដែលយើងចូលទៅដល់ក្នុងកូដរបស់យើងគឺយើងមានពីរដំណាក់កាលដែលទី1នោះគឺ admin ដែល to manage student record ហើយនិង student to view their own academic detail ហើយ all data ហ្នឹងគឺ store នៅទុកនៅក្នុង file IO នៅ in C introduction របស់ student management របស់យើងគឺធ្វើជា system for admin manage user and student handle ID name subject and score why we do this project គឺ project ហ្នឹងគឺយើង create មកដើម្បីឲ្យ student manage system ឲ្យមាន powerful ហើយនឹង improve the efficiency and organization of academic institution. Here why we are doing this គឺមាន5ដំណាក់កាលធំៗហ្នឹងគឺ efficiency data management and communication ហើយនឹង performance tracking ហើយនឹងមួយទៀតគឺ cost reduction បាទសួស្ដីអញ្ចឹងមកដល់ខ្ញុំនិយាយតាក់ទងជាមួយនឹង feature ហើយជាមួយនឹង functionality នៃ program ហ្នឹងអញ្ចឹងfunctionality យើងគឺមាន admin login ដែល feature យើងហ្នឹងគឺយើង validation ទៅលើcredential ថាតើគាត់ admin ឬក៏ student ដែល admin ហ្នឹងគាត់មាន full control ទៅលើ system ហ្នឹងហ្មងហើយតមក admin functionality ហ្នឹងយើងមាន feature ដូចជា add student view student update student delete student ហើយជាមួយនឹង search student by ID ហើយតទៅជាមួយនឹង student functionality ក៏ដូចគ្នាយើងមាន validation ហើយជាមួយនឹងយើង retrieve student ID និង password នឹងនៅក្នុង file TXT ហើយតទៅមួយ student feature ហ្នឹងគាត់អាច view detail របស់គាត់ហើយជាមួយនឹងគាត់អាចដូរ password ចុង tool ហើយជាមួយនឹង technology ដែលយើងប្រើប្រាស់ VS Code ដើម្បី program យើងហើយជាមួយយើង store data យើងនៅក្នុង notepad ហើយយើងសរសេរ C program ហើយយើងប្រើ command line ដើម្បីទៅ comment application យើងអញ្ចឹងនេះគឺជា system flow chart អញ្ចឹង system flow chart យើងដំបូងគឺយើងជា user យើង click ហើយវាបង្កប់ជាចេញ main menu បន្ទាប់មកដល់ពេលយើង type ព្រោះថាយើង type លេខ1អញ្ចឹងយើងត្រូវតែ system ហ្នឹងវាត្រូវ check ថាតើគាត់គឺជា admin ឬក៏ជា student បើសិនជា admin យើង check មកតង់ទៀតថាតើគាត់ជា admin បើសិនជា admin យើងត្រូវ display admin menu បើសិនជា student display student menu ចឹងបន្ទាប់មកនេះគឺជា system workflow បន្ទាប់មកគឺជា data structure ជាមួយ file IO នេះគឺជា file IO យើងប្រើ file IO គឺដើម្បី store data ដោយសារតែនៅពេលយើងបិទកម្មវិធីយើងទៅវាអត់ store ទេយើងត្រូវការ file IO ដើម្បី store data អញ្ចឹងយើងធ្វើការ demo ទៅលើ project ដែលវលៈជាអ្នក demo ទៅលើ project សួស្តីលោកគ្រូខ្ញុំជាអ្នកបន្ទាប់ដើម្បី demo ពី code របស់យើងអញ្ចឹងដូចឃើញនៅលើ screen អញ្ចឹងពេលដែលយើងចូលទៅ run EE file របស់យើងដំបូងយើងនឹងឃើញមាន student management system ដែលមាន2មាន admin login និង student login អញ្ចឹងខ្ញុំវាយលេខ1ដើម្បី login ចូល admin login ហើយខ្ញុំវាយឈ្មោះហើយនឹង ID ដែលខ្ញុំបាន set up នៅក្នុង code ហើយក្នុង admin menu គាត់មាន5
ហើយដែលគាត់អាចធ្វើបានអញ្ចឹងខ្ញុំវាយទី1ដើម្បីឲ្យ admin ហ្នឹងគាត់អាច add new student ចូលបានហើយយើងវាយ ID របស់គាត់មកហើយនឹងឈ្មោះរបស់គាត់ហើយអាយុរបស់គាត់ហើយនឹងទុកតាមមុខវិជ្ជារបស់គាត់ហើយនេះadmin គាត់ set up password ដើម្បីឲ្យ student គាត់អាច log ចូល menu student របស់គាត់បានតបមកយើងចូលទៅលេខ2ដើម្បី view ថាតើstudent ដែល admin គាត់ log ចូលមិញហ្នឹងមាន add ចូលទៅក្នុង file យើងឃើញថា student ដែលយើង add ចូលមិញគឺមានចូលទៅក្នុង file ហើយតបមកទី3ឧទាហរណ៍ថាខ្ញុំចង់ delete student ដែលមាន ID មិញហ្នឹងអញ្ចឹងវានឹង detail តាក់ទងទៅនឹង ID ឈ្មោះរបស់ student ម្នាក់ហ្នឹងចេញមកអញ្ចឹងវាក៏សួរថាតើយើងប្រកាសថាយើងចង់លុប student ម្នាក់ហ្នឹងចេញបើសិនយើងចង់លុបយើងverify បើយើងអត់ចង់លុបទេយើង VAN អញ្ចឹងឥឡូវខ្ញុំចង់លុបវាដើម្បីបញ្ជាក់យើងបែរលេខ2ទៅយើងមើលថាវាមានអត់អញ្ចឹងដល់ពេលយើងចូលទៅឃើញថាវាលែងមាន student ID ហ្នឹងនៅក្នុង file ទៀតហើយដល់ពេលចូលដល់ទី4គឺ update student អញ្ចឹងខ្ញុំចង់ update student ដែលមាន ID លេខនេះដល់ពេលខ្ញុំវាយទៅវានឹង tell តាក់ទងនឹង information របស់ student ហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាឈ្មោះរបស់គាត់ត្រូវហើយអាយុរបស់គាត់ក៏ត្រូវដែរគាត់ខុសបន្ទុកមួយអញ្ចឹងទៅគាត់អាចដូរកន្លែងបន្ទុកនឹងចេញបានដូរបន្ទុករបស់គាត់បន្ទុកនេះអញ្ចឹងយើងទៅឆែកមើលថាតើយើងបានដូរនឹងជោគជ័យអត់ដល់ពេលយើងទៅឆែកមើល student ហ្នឹងទៅយើងឃើញថាកន្លែងនេះយើងបានដូរចេញជោគជ័យហើយដល់ពេលចូលដល់ទី5ពេលយើងវាយទី5ទៅយើងវាយ ID នោះវានឹងdetail តាក់ទងទៅនឹង information របស់ student ម្នាក់ហ្នឹងចេញមកហើយគឺឃើញតែរបស់សិស្សម្នាក់ហ្នឹងហើយអញ្ចឹងខ្ញុំ log out ចេញពី admin menu ខ្ញុំចូលទៅទី2អញ្ចឹងទី2 student login គឺ student ត្រូវវាយ password ហើយនឹង ID របស់admin ដែលបានបង្កើតឲ្យទៅពេលគាត់វាយហើយគាត់អាចធ្វើបានពីទី1គាត់អាច view ទៅលើ information របស់គាត់បានហើយទី2គាត់អាច change password របស់គាត់បានអញ្ចឹងខ្ញុំឲ្យលេខ1គាត់អាច view ទៅលើinformation របស់គាត់មានដូចជាឈ្មោះអាយុហើយនឹងបន្ទុករបស់គាត់តាមមុខជាមួយអញ្ចឹងទៅដល់ពេលទី2ហ្នឹងគាត់អាច change password បានអញ្ចឹង change password បានគាត់ត្រូវconfirm ជាមួយនឹង password ចាស់របស់គាត់សិនអញ្ចឹងបើសិនជាគាត់វាយខុសវានឹង load ថា incorrect password ហើយគាត់មានតែជំរើសក្នុងការវាយ password ហ្នឹងតែ3ដងឯងអញ្ចឹងបើសិនជាគាត់វាយ3ដងនៅតែខុស password វានឹង log ចេញពី menu មួយហ្នឹងហ្មងអញ្ចឹងគាត់អាចដូរ password របស់គាត់បាននេះគាត់ដូរហើយអញ្ចឹងពេលយើងដូរហើយយើងអាច log out ចេញពីនឹងបានហើយអានេះខ្ញុំចូលមកក្នុង file របស់យើងដើម្បីដឹងថាតើទិន្នន័យដែល student បាននេះមិញហ្នឹងវាមានចូលទៅក្នុង file របស់យើងដែលបាន save ទុកហ្នឹងអត់អញ្ចឹងចូលទៅយើងឃើញថាវាមានទិន្នន័យរបស់ student ទាំងអស់នៅក្នុង file ហ្នឹងហើយនេះជា file ដែលយើង stock តាក់ទងទៅនឹងពេលថាតើរយៈពេលនេះuser របស់យើងគាត់បាន login ចូល admin ឬក៏ login ចូល student ណាមួយអញ្ចឹងចូលមកដល់ code របស់យើងម្ដងអញ្ចឹង code យើងមាន.x ហើយនិង .c ហើយនេះយើង define តាក់ទងនឹងពណ៌ដើម្បីឲ្យ system របស់យើងនឹងមើលមកវា clean ជាងមុនហើយចំពោះ data structure របស់យើងមាន2មានរបស់ student ហើយនិងរបស់ user អញ្ចឹងចូលមកដល់function សំខាន់របស់យើងដែលអានេះគឺជា void របស់ admin login ហើយនេះ void របស់ student login
ហើយចំពោះ voice ទាំង5នេះគឺជា menu របស់ admin ដែលគាត់អាចធ្វើអីបានខ្លះនៅក្នុងហ្នឹងហើយពីរនេះរបស់ student ហើយដល់ពេល voice 5នេះគឺមានថាវាជួយកូដរបស់យើងហ្នឹងឲ្យកូដរបស់យើងវាដំណើរការងាយស្រួលជាងមុនដូចជាយើងចង់ clear input នៅពេលដែល user input ចឹងទៅឲ្យវា clear អាចាស់ចោលដើម្បីឲ្យវា load នៅ line ថ្មីឡើងមកហើយនេះវាជា voice តាក់ទងទៅនឹងlogin time ដែលយើងចង់បញ្ចេញតាក់ទងទៅនឹងថាតើ user របស់យើងបាន login ចូល admin នៅម៉ោងណាហើយ login ចូល student ហ្នឹងនៅម៉ោងណាហើយនេះគឺ clear screen ដូចគ្នាដែរហើយចំពោះ float នេះគឺយើងកែទៅលើ GPA យើងកែវាដើម្បីឲ្យវាមានលក្ខណៈស្តង់ដារទៅតាមសាលារបស់យើងហើយចំពោះ voice str string នេះយើងប្រើវាដើម្បីថាឲ្យវាងាយស្រួលក្នុងការវា read ពីម្លាញទៅម្លាញដោយសារតែនៅក្នុងកូដរបស់យើងវាមានទាំង array ផងវាមានទាំងបែបធម្មតាផងអញ្ចឹងយើងប្រើ voice មួយហ្នឹងដើម្បីជាជំនួយក្នុងការឲ្យវាងាយស្រួលក្នុងការ read ពីម្លាញទៅម្លាញហ្នឹងដើម្បីកុំឲ្យវាចូលទៅកាន់ line ណាផ្សេងអញ្ចឹងទៅអាចធ្វើឲ្យកូដរបស់យើងហ្នឹងវាអាច error បានអញ្ចឹងខ្ញុំ demo ចប់ប៉ុណ្ណឹងអរគុណដល់លោកគ្រូក៏ដូចជាបងទាំងអស់គ្នានៅក្នុងការស្ដាប់របស់ presentation របស់ក្រុមខ្ញុំហើយមាន question អីអាចសួរបានហើយជម្រាបលាបាយបាយ